ជម្រាបសួរអ្នកទាំងអស់គ្នាជួបខ្ញុំម្ដងទៀតហើយមកសម្រាយរឿងប្លែកបន្តទៀតហើយមើលទៅតាម trailer ហ្នឹងទៅក៏ឃើញថាគូសត្រូវចាស់ហ្នឹងបានប៉ះគ្នាហើយរវាង Ichigo ហើយនិង Grimjaw ហើយពេលនេះកុំឲ្យខាតនិស្ស័យរឿងយើងទៅទស្សនានៃរឿងតែម្ដងទៅនិស្ស័យរឿងកាលពីវគ្គមុននឹងឯងគឺ Pastrom បានអុកឡុកមកលើឋានមនុស្សហើយថែមទាំងសម្លាប់  Okuinora ហើយនឹងបានលួចក្របហង Kyoku ហើយសារសពរបស់  Okuinora នេះក៏ឃើញថា Aizen នឹងក៏បានមកដល់និងបានបំបីសាកសពនោះទៅតាមពិតទៅគឺជា Dazen Bakuto របស់ Aizen នឹងឯង ដែលយើងធ្លាប់ដឹងហើយ Z-Pakuto របស់ Aizen មានសមត្ថភាពធ្វើជាអាយ៉ងភ្លាមនោះ Ichimaru បាននៅជិតនឹងប្រាប់ទៅកាន់ Aizen ថាហើយបើដឹងថាមានអ្នកក្បត់ហើយមិនបានមិនសម្លាប់ចោលទៅបើមិនសម្លាប់ទេទុកឲ្យគាត់ជាអ្នកទៅសម្លាប់ក៏បានដែរតែនេះគ្រាន់តែជាល្បិចរបស់ Aizen នោះទេធ្វើបែបហ្នឹងដើម្បីឲ្យអ្នកដែលលួចក្រុមហងជូគូហ្នឹងចូលទៅឋានមនុស្សសួរទៅកាន់ Urahara ពេលនោះក៏ពួកគេនឹងប្រយុទ្ធគ្នាចំណែកឯ Pastro នេះក៏នៅតែប្រយុទ្ធគ្នាជាមួយនឹង Renji ហើយនឹង Oro ហើយនឹង Jinta ភ្លាមនោះអូរ៉ូក៏បានទាញ BM21 បាញ់ហ្នឹងក៏ប៉ុន្តែហាក់បីដូចជាអត់ប្រយោជន៍ទេជីនតាក៏បានយកដំបងរបស់គាត់នឹងមកបាញ់ក៏ប៉ុន្តែត្រូវបានឃ្លាចេញមកវិញហើយភ្លាមនោះគឺរ៉េនជីក៏បានក្រោកឡើងពីកន្លែងដែលត្រូវរបួសហើយប្រាប់ទៅកាន់ជីនតាហើយនឹងអូរ៉ូចាប់ឲ្យចាកចេញពីកន្លែងហ្នឹងទៅបញ្ញាប់ទៅរកអូរ៉ាហារ៉ាអរគុណហើយដែលបានឲ្យតែហៅអូរ៉ាហារ៉ាមកហៅមកហ្នឹងដើម្បីឲ្យមើលសាកសពរឯងហ្នឹងហើយ限定解除挽回ដោយតាមចិត្តក្តៅហើយនឹងចិត្តខឹង Renji នឹងក៏បើកបាំងខាយវាយប្រហារទៅកាន់ Pastros ឥឡូវនេះក៏ឃើញថា Renji នឹងបានរុញ Pastro នឹងបន្ទប់ក្រោម3ដើម្បីវាយប្រហារគ្នាដែលឡែកក៏លែឃើញ Tozero ហើយនឹង Renji Kuone វិញកំពុងតែប្រយុទ្ធជាមួយនឹង Aronka មួយទៀតដែលជាដៃគូរបស់ Pastro នឹងឯងក៏ឃើញថា Aronka មួយនឹងវាយប្រហារទៅកាន់ Renji Ku ឲ្យត្រូវរបួសភ្លាមនោះដែរគឺ Tozero ក៏បានប្រើ Senpakuto របស់គាត់នឹងមកបង្ក Aronka មួយនឹងឲ្យខ្លាចទៅជាទីកកក៏ប៉ុន្តែវាហាក់បីដូចជាអត់ន័យនោះទេដោយឡែកក៏លែឲ្យឃើញគូមួយទៀតយើងនៅវិញគឺ Ikaku កំពុងតែប្រយុទ្ធជាមួយនឹង Aronka មួយទៀតក៏ឃើញថាស្បែកអារ៉ុនកាមួយហ្នឹងគឺពិតជាតានមែនតែនវាយមិនមុតនោះទេភ្លាមនោះដែរក៏បានសួរទៅកាន់យូមីឈីកាថាហេតុអ្វីបានជាអត់ចូលប្រយុទ្ធហើយគាត់ក៏បានប្រាប់ទៅវិញថាច្បាប់នៃក្រុមសារគីគាត់ហ្នឹងគឺប្រយុទ្ធតែម្នាក់ឯងនោះទេអត់មានឲ្យម្នាក់ចូលមកជួយអញ្ចឹងណាភ្លាមនោះគឺអ៊ីកាគូក៏បានបោះលំពៃមកគាត់ធ្វើឲ្យបែកសម្បកនៃអារ៉ុនកាមួយហ្នឹងចំណែកការប្រយុទ្ធគ្នារវាង Pastro ហើយនិង Renji ហ្នឹងគឺនៅតែវាយគ្នាដដែលទេភ្លាមនោះគឺ Renji បានសួរទៅកាន់ Pastro ថាមូលហេតុអ្វីបានជាក្បត់ Aizen Pastro បាននិយាយថាគាត់មិនចង់ឲ្យក្រុមសានីកាមីនឹងមកដឹកនាំនៃពពួក Hollow ឡើយដែលមានមហិច្ឆតាគ្រប់គ្រងពិភពលោកនឹងខ្លួនឯងដែលប្រើអំណាចនៃ Honshoku នឹងពេលនិយាយចប់បន្តិចតួចហ្នឹងក៏ពួកគេនឹងបានប្រយុទ្ធគ្នាបន្តទៀតបន្ទាប់ពីការប៉ះគ្នាហ្នឹងក៏ឃើញថាដូចជាអត់មានអីធំដុំទៅកាន់ពួកគេនោះទេភ្លាមនោះក៏ឃើញថាមានអ្វីមួយធ្លាក់មកលើដែលជាអរុនខាពីនឹងខាងក្រៅនោះឯងហើយពួកគេនឹងគឺបានប្រយុទ្ធចាញ់ហើយឃើញថាតករបស់ Tozero ហ្នឹងបានរុំព័ទ្ធទៅលើអរុនកាមួយបំបែកខ្លៃឲ្យវាស្លាប់តែម្ដងហើយចំពោះអរុនកាមួយទៀតនៅវិញក៏បានដួលស្លាប់នៅកន្លែងហ្នឹងផងដែរពេលនេះគឺនៅសល់តែ Pastro តែម្នាក់គត់ទេមើលការបន្ទោសចុងក្រោយនេះក៏ឃើញថា Renji នឹងបានខ្ទាតប៉ោងដេកនៅកន្លែងនោះភ្លាមនោះក៏ឃើញថា Renji ជាច្រើនមករំពាត់ Pastro ដែលនឹងជាការគូពីរបស់ Lilin ហើយនឹង Cloud នោះទេភ្លាមនោះក៏ឃើញថា Lilin នឹងក៏បានចូលមកជួយ Renji ដែលពេលហ្នឹងគឺ Lilin គាត់មានគំនិតមួយមើលឃើញពីចំណុចខ្សោយរបស់ Pastro ដែលបាននិយាយថាពួកគេនឹងជាអ្នកទៅបំផន់ផណៃរបស់ Pastro ហើយចុងក្រោយគឺទុកឲ្យ Renji នឹងឯងជាអ្នកចាប់ការទៅកាន់ Pastro និយាយចប់ភ្លាមពួកគេនឹងក៏ចេញមុខធ្វើឯងជារឹងមាំអញ្ចឹងណាលីនស្រែកដាក់ទៅកាន់ Pastro តែម្ដងនិងនាងក៏បានបើកការបំផន់ផ្នែកហ្នឹងទៅកាន់ Pastro ឲ្យឃើញថាមានរូបរាងជាច្រើននៅព័ទ្ធជុំវិញពេលហ្នឹងគឺ Pastro ក៏មិនល្ងងនោះទេក៏បានបំបីរូបរាងកាយទៅបនិមិត្តហ្នឹងចេញអស់ទៅហើយគណៈណងក៏ឃើញថាមាន Cloud ហ្នឹងមកចាប់ផ្ដៅរបស់ Pastro ជាប់ហើយនេះគឺជាផែនការរបស់ Lilin នឹងឯងនាងសង្កេតឃើញថា Pastro ហ្នឹងនៅពេលដែលដកដាវឲ្យសក់ចូលទៅស្រោមវិញនៅពេលបញ្ចេញមកគឺថាមានបញ្ចេញធម្មពលហើយនៅពេលដែលដាវមិនអាចចូលស្រោមវិញហ្នឹងគឺគាត់គ្មានធម្មពលអ្វីដើម្បីវាយប្រហារទេ
តែគាត់នឹងសក់កំភ្លើងនៅដៃមួយគាត់ទៀតនឹងព្យាយាមវាយក៏ប៉ុន្តែពេលនោះក៏ Nova បានមករកហើយអ្នកបង្ហើយចុងក្រោយនេះឯងគឺ Renji បង្ហើយទៅលើ Pastro នឹងឲ្យស្លាប់នៅកន្លែងនោះតែម្ដងគណៈពេលនោះក៏ឃើញថា Urahara ហ្នឹងក៏បានមកដល់នៅកន្លែងនោះផងដែរគ្រប់គ្នាក៏បានមកដល់នៅទីនោះហើយឃើញថាក្របហង Kyoku ដែល Pastro លួចមកនឹងគឺជាក្របខ្លាំងៗនោះទេ Urahara បានសន្មតថានេះនឹងឯងគឺជាផែនការរបស់ Aizen ដើម្បីឲ្យពពួកនឹងជន់ក្បត់ចុះមកស្លាប់ដោយខ្លួនឯងចំណែកឯ Aizen នៅវិញកំពុងតែនិយាយជាមួយនឹង Okuhinara ពាក់ព័ន្ធនឹង Orihime ឥឡូវគឺគាត់ចាប់អារម្មណ៍ទៅលើ Orihime ហើយអំពីសមត្ថភាពរបស់នាងនឹងឯងបន្ទាប់ពីថ្ងៃនោះក៏ចូលដល់ថ្ងៃថ្មីក៏ឃើញថា Aizen នឹងបានប្រជុំទៅដោយក្រុម Ironclad ជាច្រើនពេលនេះសូមបញ្ជាក់មួយទៀតថា Ironclad ហ្នឹងគឺមានក្រុមមួយទៀតដែលគេហៅថា Espada Espada ហ្នឹងគឺជា Ironclad ផងដែរក៏ប៉ុន្តែនៅក្នុងចំនួនដែលគេហៅថា Espada ហ្នឹងគឺមានលេខរៀងដែល Ironclad ទី1ហ្នឹងដល់ Ironclad ទី10ចំពោះ Espada ហ្នឹងគឺមានសមត្ថភាពខ្លាំងជាងគេហើយពេលនេះក៏ឃើញថា Aizen ហ្នឹងក៏បានយកក្របហង Kyoku នៃអំណាចហ្នឹងគឺបង្កើតទៅជា Ironclad មួយទៀតឲ្យចេញមក Aizen បានសួរទៅកាន់ Okuhinara ថាមានចាំការងារដែលគាត់ដាក់ឲ្យធ្វើអត់ Okuhinara ប្រាប់ថាចាំឥឡូវនេះគឺដល់ពេលដែលពួកគេត្រូវប្រតិបត្តិការហើយពេលដែលដើរនោះ Aizen បានសួរទៅកាន់ Grim ចៅថាតើមានចំណាប់អារម្មណ៍ចង់ចូលរួមដែរឬទេក៏លេចឲ្យឃើញ Ichigo ការបង្ហាញរបស់គាត់ហ្នឹងគឺប្រើរយៈពេលអស់មួយខែហើយអត់មានអីរីកចម្រើននោះទេគ្រប់គ្រងទៅលើ Maholo ហ្នឹងបានត្រឹមតែរយៈពេល11នាទីតែប៉ុណ្ណោះពេលនេះសូមក៏លេចឲ្យឃើញ Soul Society វិញ Yuzuru កំពុងតែអង្គុយនៅពេលខាងលើមើលការវឹកហាត់សមរបស់ Rocky ហើយនិង Orihime បើតាមមើលទៅសមត្ថភាពរបស់ពួកគេនោះដូចជាមិនទាន់រីកចម្រើនអីខ្លាំងទេ Orihime ហ្នឹងក៏គាត់នៅតែមានចិត្តទន់នេះហើយជាមូលហេតុដែលធ្វើឲ្យខែរបស់គាត់ហ្នឹងមិនមានភាពរឹងមាំបាន Rocky ក៏បានប្រាប់ធ្វើឲ្យមានចិត្តរឹងទៅព្យាយាមប្រយុទ្ធជាមួយនឹងគូសត្រូវឥឡូវក៏លេចឲ្យឃើញ Tozero Ikaku នេះវិញកំពុងតែអង្គុយនៅខាងក្រោមនេះគាត់ក៏បានមានអារម្មណ៍មួយថាមានអ្វីនឹងកំពុងតែមកហើយភ្លាមនោះក៏ឃើញថាក្រុម Ironclad ដែលជាក្រុមរបស់ Espada ហ្នឹងក៏បានមកដល់ពេលមកដល់ឃើញក្រុម Tozero នឹងគ្នាប្រមាណអ្នកហ្នឹងពួកគេមានការសប្បាយចិត្តខ្លាំងណាស់ថាចុះមកហ្នឹងត្រូវកន្លែងហើយក៏បានសួរទៅកាន់ Green ចៅថាចង់យកម្នាក់ណា Green ចៅគឺអត់ខ្វល់នោះទេគាត់ថាម្នាក់ដែលគាត់ចង់សម្លាប់ហ្នឹងគឺមិនមែនម្នាក់ហ្នឹងទេក៏បានចេញបាទទៅហើយភ្លាមហ្នឹងគឺយ៉ាងមីហ្នឹងក៏បានសួរទៅអ្នកថ្មីដែលទៅនឹងកើតហ្នឹងក៏ឃើញថាដូចជាមិនគ្រប់ទឹកទេហើយការមកដល់របស់ពួកគេនេះខាង Society នេះក៏បានដឹងផងដែរនឹងបញ្ជូនព័ត៌មានទៅកាន់គ្រប់ទិសទីឥឡូវនេះក៏ឃើញថាការប៉ះគ្នារវាង Tozero ហើយនិង Yami Tozero បាននិយាយថាគាត់គឺជាប្រធានក្រុមទី10 Yami ក៏គាត់និយាយថាគាត់គឺជា Ironclad ទី10ដែរនឹងអញ្ចឹងដូចគ្នាហើយឥឡូវនេះក៏លេឃើញម្នាក់ស្រីទៀតហ្នឹងគឺគាត់មានឈ្មោះថា Luffy ដែលនាងស្ថិតនៅ Ironclad ទី6អញ្ចឹងគាត់គឺស្ថិតនៅក្នុង Espada ផងដែរដែលឡែកអ្នកដែលទៅកើតមកនេះគឺមិនគ្រប់ទឹកនោះទេឥឡូវក៏លេឲ្យឃើញ Ichigo នេះវិញក៏បានដឹងហើយបានសុំពួកនោះចេញទៅក៏ប៉ុន្តែ Lowe ក៏សេអីគាត់មិនឲ្យចេញទៅនោះទេហើយ Shinji ពេលនោះក៏បានប្រាប់ថាឲ្យដល់លេងគាត់ចេញទៅគាត់ចង់ទៅណាក៏ទៅភ្លាមនោះគឺ Ichigo គឺដឹងអញ្ចឹងភ្លាមរត់ទៅប្រូចតែម្ដងហើយ Rocky ដែលនៅ Soul Society នេះក៏បានដឹងពីព័ត៌មាននឹងផងដែរនាងក៏រត់ចេញទៅពេលនោះក៏ Orihime សុំទៅជាមួយនាងមិនឲ្យទៅនោះទេហើយ Chizuru ក៏បានប្រាប់ថាចាំឆ្លងកាត់ទ្វារ Sukemon ទៅបានមានសមត្ថភាពជាងនាងក៏យល់ព្រមហើយ Ichigo នេះវិញកំពុងតែហោះឡើងលើហើយឥឡូវក៏ឃើញថាបានជួបដៃគូចាស់នឹងឯងគឺ Grim ចៅមិនអីឥឡូវមានសមត្ថភាពអីខ្លះចាំមើលតិចទៀតទៅដឹងហើយជំរឿធ្វើឲ្យភ្លឺភ្នែកម្ដង Grim ចៅក៏នៅឃើញអញ្ចឹងសួរទៅកាន់ Ichigo ថាហេតុអ្វីបានជាប្រើបាំងខាញ់ទៀតលើកមុនវាយអត់ឈ្នះផងហ្នឹងណា Ichigo ឆ្លើយថាទោះបីជាមិនឈ្នះលើកមុនហ្នឹងក៏បានត្រូវតិចតួចផងដែរ Ichigo បានសួរថាតើបាត់ដៃមិនជំហៀងទៅណាហើយ Grim ចៅឆ្លើយយ៉ាងងាយស្រួលថាគាត់នឹងជាអ្នកកាត់ចោលនោះគឺដោយសារតែគាត់មិនចាំបាច់ត្រូវការដៃពីរក្នុងការវាយសម្លាប់ទៅកាន់ Ichigo នោះទេល្អហើយអញ្ចឹងយើងអត់បធូរដៃណាខ្ញុំក៏អត់បធូរដៃផងដែរពេលនេះសំកាត់ឲ្យឃើញ Chari និង Renji នៅវិញបន្ទាប់ពីគាត់វឹកហាត់ហើយឥឡូវក៏ឃើញថាអស់កម្លាំងហើយពេលភ្លាមនោះគឺ Urahara បានប្រាប់ឲ្យពួកគេសម្រាប់នៅទីនេះហើយចំពោះ Ironclad ទាំងមកប្រមាណហ្នឹងគឺទុកឲ្យគាត់ជាអ្នកចេញទៅដោះស្រាយដែល Ichigo យើងនៅវិញកំពុងតែត្រៀមលក្ខណៈបើករបាំងមុខ Hollow របស់គាត់ហើយខ្ញុំសូមហៅថានៅពេលដែល Ichigo បើករបាំងមុខហ្នឹងហៅថាជាទម្រង់ Vizard ហើយឥឡូវនេះគឺគាត់បានប្រែក្លាយទៅជាទម្រង់ Vizard ហើយដោយបានដឹងផងដែរថាសមត្ថភាពឥឡូវនេះអាចប្រើទម្រង់ Vizard បានត្រឹមតែរយៈពេល11នាទីប៉ុណ្ណោះអត់ចង់ឲ្យខាតពេលច្រើន Ichigo ក៏រត់ចូលសម្ដៅវាយទៅកាន់ Grim ចៅតែម្ដង
ហើយចំពោះការប្រយុទ្ធ Ichigo ទុកសិនទៅមកមើលការប្រយុទ្ធផ្សេងទៀតក៏ឃើញថា Totoro កំពុងវាយគ្នាជាមួយនឹង Yami តែមិនបានធ្វើអីឲ្យ Yami នោះទេហើយឃើញថា Yumi Shika ហ្នឹងត្រូវបានលោកពីរហ្នឹងវាយឲ្យប៉ើងហើយដែលឡែកនឹង Ikaku ក៏ត្រឹមតែឈ្មមើលតែប៉ុណ្ណោះហើយភ្លាមនោះគឺលោកពីរហ្នឹងបានបោះពាក្យសម្ដីថាគាត់នឹងប្រើ Zenpakuto គាត់តែឃើញប្រើ Zenpakuto ភ្លាមហ្នឹងគឺ Totoro ហ្នឹងអត់ចាំយូរទេប្រើទម្រង់ជា Bankai ចូលទៅកាន់វាយនឹងលោកពីរតែម្ដងក៏ប៉ុន្តែគួរឲ្យអាណិតណាស់វាហួសពេលហើយនាងក៏បានដក Zenpakuto របស់គាត់ចេញមកហើយបានធ្វើឲ្យ Totoro ដែលប្រុងរត់ចូលនោះខ្ទាតប៉ោងមកវិញយ៉ាងឆ្ងាយឥឡូវឃើញថារូបរាងថ្មីរបស់លោកពីរហ្នឹងប្រៀបបានដូចជាអ្វីមួយដែលមានដៃ8អញ្ចឹងឯងនឹងក៏បានប្រើដៃរបស់នាងទាំងអស់ហ្នឹងចូលទៅកញែក Totoro ហ្នឹងឲ្យបាក់បាំងខាយហ្នឹងខ្ទាតហើយក៏ធ្លាក់ចុះមកខាងក្រោមនាងក៏បានបោះពាក្យសម្ដីទៅកាន់គ្រប់គ្នាថាឲ្យចូលមកនាងអាចមានលទ្ធភាពមួយវាយ8បានដោយឡែកក៏លេចឲ្យឃើញ Ichigo យើងឯនេះវិញកំពុងតែវាយទៅកាន់ក្រៀមចៅហើយក៏ឃើញថាក្រៀមចៅហ្នឹងមានស្រកឈាមតក់ផងដែរហើយគាត់សួរទៅកាន់ Ichigo ថាបានអំណាចមកពីណាហើយ Ichigo អត់មានប្រាប់ទេក៏ព្រោះតែពេលវេលាមានកំណត់ពេលនេះក៏ឃើញហើយថា Ichigo នឹងបានបែករបាំងមុខទម្រង់ជា Wizard គាត់ហើយក្រៀមចៅឃើញអញ្ចឹងភ្លាមក៏មានឱកាសវាយបកទៅកាន់ Ichigo វិញតែម្ដងដោយឡែកការប្រយុទ្ធមួយទៀតនេះក្រុម Rikaku, Renchiku ហើយនិង Yumi Shika នេះក៏ត្រូវលោកពីរនឹងវាយឲ្យខ្សៅខ្ចាយនៅកន្លែងនោះហើយភ្លាមនោះផងដែរគឺ Yami នេះក៏គាត់អបសោកខ្លាំងណាស់អត់មានការងារអីធ្វើនោះទេដោយឡែកអ្នកតែបង្កើតថ្មីនេះហាក់បីដូចជាមិនគ្រប់ទឹកអញ្ចឹងទៅចាប់កន្ទុំរុយស៊ីអីណាយ៉ាងឆ្កុយហើយចំពោះពួកគេទាំង3នាក់នេះក៏ឃើញថាលោកពីរនឹងបានចាប់ចប់ហើយពេលនោះក៏បានមកចេញមកជួលស្រួយនឹងប្រឹងចាក់ទៅកាន់ Renchiku ក៏ប៉ុន្តែពេលនោះក៏ឃើញថាមានអ្វីមួយនឹងបានហោះមកយ៉ាងក្រហមកាត់ទៅលើដៃរបស់លោកពីរនឹងដាច់ហើយភ្លាមនោះក៏បានបង្ហាញឃើញថាអ្នកដែលមកនោះគឺ Urahara ចំណែកឯ Orihime នេះវិញគឺ Chizuru បានបើកទ្វារ Sukemon នឹងឲ្យនាងឆ្លងកាត់ហើយពេលនោះក៏នាងរត់ឆ្លងកាត់ទៅកាន់ទ្វារ Sukemon នឹងក៏មានកងពល2នាក់នឹងមកការពារនាងហើយភ្លាមនោះកំពុងតែរត់ក៏បានឮសំឡេងអ្វីមួយស្រែកហៅហើយក៏បានឃើញថា Okawara នឹងក៏បានចេញនៅកន្លែងនោះគាត់មកនេះនឹងគឺចាប់អារម្មណ៍ទៅលើសមត្ថភាពរបស់ Orihime ហើយចំពោះកងពល2នាក់ហ្នឹងក៏ប្រឹងចូលទៅវាយ Okawara ក៏ប៉ុន្តែមានអីត្រូវបាន Okawara ហ្នឹងវាយឲ្យដាច់ដៃហើយត្រូវរបួសភ្លាមនោះគឺ Orihime ជាអ្នកព្យាបាលហើយ Okawara មកនេះនឹងគឺនិយាយប្រាប់ឲ្យ Orihime ទៅជាមួយគាត់ចំពោះ Orihara កំពុងតែប្រឹងវាយទៅកាន់ពួកគេនោះក៏ឃើញថាអាក្មេងមិនគ្រប់ទឹកហ្នឹងចង់មកវាយគាត់ពីក្រោយខ្នងហើយប្រឹងប្រយុទ្ធជាមួយនឹងកូនក្មេងហ្នឹងហើយពេលនោះក៏ឃើញថាមានជនជាលក្ខកម្មមួយនឹងបាញ់បាល់ក្រហមពីខាងក្រោយដែលអ្នកបាញ់នឹងឯងគឺ Yami skill ដែលគាត់បាញ់ហ្នឹងគឺមានឈ្មោះថា Bala ស្រដៀងជាមួយនឹង Zero ផងដែរក៏ប៉ុន្តែវាមានល្បឿនលឿនជាង Zero ឃើញការសាប់របស់ Yami អញ្ចឹងគឺលោកពីរនេះមានការសប្បាយចិត្តណាស់ហើយក៏ភ្លេចខ្លួនឯងថាឥឡូវនេះគឺមានតែកកនឹងបានមករុំដៃរបស់គាត់ហើយអ្នកដែលរុំនឹងឯងគឺជា Totoro ឃើញអញ្ចឹងនេះមានការភ្ញាក់ផ្អើលណាស់ថាហេតុអ្វីបើជា Totoro មិនតន់ស្លាប់ទៀតមិញក៏ញិចនឹងបែកអាចហើយហ្នឹងតែ Totoro បាននិយាយថាសមត្ថភាពរបស់ Zenpakuto គាត់នឹងឯងគឺបានកើតទៅជាតែកកឲ្យតែមានទឹកនៅជុំវិញនោះហ្នឹងគឺអាចបង្កើតបានធម្មពលយ៉ាងខ្លាំងក្លាផងដែរឥឡូវនេះក៏ឃើញថាបានកកទៅកាន់លោកពីរហើយដោយឡែក Yami នេះវិញបន្ទាប់ពីសត្វទៅកាន់ Urahara គិតថា Urahara ស្លាប់នឹងក៏ប៉ុន្តែមានអីត្រូវបាន Ura ស្រែកនៅពីក្រោយហើយក៏បានប្រឹងវាយទៅកាន់ Urahara ថែមទៀតហើយ粉々あれだけស៊ីមួយបាឡាមិញទៀតហ្នឹងគឺ Yami គិតថាហេតុអ្វីបានជា Urahara នៅតែគេចផុតនេះគឺព្រោះតែ Urahara ហ្នឹងមានខ្លួនសព្វនិមិត្តរបស់គាត់នឹងឯងដែលគាត់ហៅថា Chigai ហើយពេលបានខ្ញុំមិនដែលស្គាល់អីបើខ្ញុំមិនដែលប្រាប់ផងមែនណាហើយភ្លាមនោះគឺ Yami នឹងក៏ប្រឹងប្រើបាឡាហ្នឹងបាញ់ទៅកាន់ Ora ទៀតហើយប៉ុន្តែ Urahara ហ្នឹងបានទប់ចប់នឹងគឺដោយសារតែគាត់មានសមត្ថភាពដឹងពីចលនានិងពីរបៀបបាញ់ទៅលើបាឡាហ្នឹងហើយពេលនេះគឺបានបង្ហាញឲ្យឃើញថាមានអ្វីមួយនឹងក្ដុងក្ដាំងដែលម្នាក់នោះគឺ Ichigo នឹងឯងបន្ទាប់ពីការវាយប្រហាររបស់ Grim ចៅហើយគាត់នឹងប្រឹងប្រើទម្រង់ម៉ាស់នឹងចេញមកទៀតហើយក៏ប៉ុន្តែគឺអត់ប្រយោជន៍នោះទេ Grim ចៅបានហក់ចូលទៅវាយមកជង្គង់នឹងសាប់យកទៅកាន់ Ichigo ហើយបាននិយាយថា Ichigo នៅពេលដែលអញ្ចឹងទៅប្រៀបបានដូចជាកូន
នឆ្កែចឹងឯងហើយគាត់ក៏បានប្រសំដៅទៅយ៉ាងលឿនយកដៃទៅចាក់អ៊ីជីកូឲ្យជាប់ភ្លាមនោះគឺក្រៀមចៅបានប្រើជាសេរ៉ូបាញ់ទៅកាន់អ៊ីជីកូពេលនោះសំណាងដែរក៏ឃើញថាមានអ្វីមួយមកកកដៃរបស់ក្រៀមចៅដែលក៏លេចទៅឃើញថាម្នាក់នោះគឺជារូគីគាត់ក៏បានប្រើហ្សែនប៉ាកូតូនឹងមកវាយប្រហារទៅកាន់ក្រៀមចៅយើងធ្លាប់ដឹងហើយថាហ្សែនប៉ាកូតូរបស់រូគីនឹងក៏មានសមត្ថភាពកកដែរស្រដៀងជាមួយនឹងតូសេរ៉ូតែបន្ទាប់ពីបង្កកក្រៀមចៅហើយរូគីក៏បានចូលមកជួយកាន់អ៊ីជីកូក៏ប៉ុន្តែវាមិនបានយូរនោះទេក្រៀមចៅនឹងក៏បានបំបែកផ្ទាំងទឹកកកនឹងមកចាប់ក្បាលរូគីហើយភ្លាមនោះគឺក្រៀមចៅត្រៀមបាញ់សេរ៉ូទៅកាន់រូគីនៅចិត្តតែម្ដង មហាសំណាងដែរពេលនោះក៏ឃើញមានអ្វីមួយបានធ្លាក់ឃើញថាដៃរបស់ក្រៀមចុយយ៉ាងក្តៅក្រហាយម្នាក់នោះដែលបង្ហាញចេញមុខមកគឺជាស៊ីនជីនឹងឯងគាត់និយាយថាគាត់មិនចង់ចូលរួមទេក៏ប៉ុន្តែមើលទៅហាក់បីដូចជាទៅមុខពេកចុះមិញហ្នឹងពីណាគេខ្ញុំជាខ្ញុំចុះឯងហ្នឹងមិត្តភក្តិអ៊ីជីកូមែនហើយបើដឹងទៅមានប្រយោជន៍អីបន្ទាប់ពីការស្ដាប់ឆ្លើយសំណួររបស់ស៊ីនជីយ៉ាងតណិតតណៃនឹងហើយធ្វើឲ្យក្រៀមចើនេះមានការមួម៉ៅរត់ចូលវាយទៅកាន់ស៊ីនជីវិញតែម្ដង まったく血の気のねតាមពិតគឺជារបាំងមុខជាមួយ Ichigo សោះហើយបើដឹងហើយមានប្រយោជន៍អីដែរភ្លាមនោះក៏ឃើញថាអាសានជីនឹងបានវាយទៅកាន់ក្រៀមចៅនឹងឲ្យរងរបួសហើយសេនជីបានត្រៀមរៀបចំបាញ់ Zoro ទៅកាន់ក្រៀមចៅសូមបញ្ជាក់ថា Skill Zero នេះបាញ់បានតែពពួក Hollow នោះទេដោយសារតែ Wizard និង Eronka គឺគាត់មានថាមពលតាក់ទងជាមួយនឹង Hollow ទើបគាត់អាចបញ្ចេញជាមួយនឹង Skill Zoro បានゼロだとអូពេលភ្លាមនោះគឺសៀនជីបានទៅសើទៅកាន់ក្រៀមចៅដែលមានភាពវៃឆ្លាតណាស់ដែលគាត់ប្រើសូរ៉ូរបស់គាត់នឹងមកទប់ទល់ផងដែរបើមិនអញ្ចឹងទេនឹងគឺក្រៀមចៅទៅបាត់បែកសាច់កិនមាត់លាវហើយព្រោះអញ្ចឹងភ្លាមក្រៀមចៅគឺចិត្តឆៅណាស់ចូលវាយទៅកាន់សៀនជីហើយភ្លាមនោះគឺឃើញថាមានម្នាក់មកកាន់ដែរដែលម្នាក់នោះគឺជាអូគ្វីនអូរ៉ាដែលបាននិយាយថាបេសកកម្មរបស់ពួកគេទាំងពីរនាក់ហ្នឹងគឺត្រូវបានបញ្ចប់ហើយភ្លាមនោះក៏ឃើញថាមេនូនឹងក៏បើកខែការពារនឹងនាំយកពួកអរុនកាទាំងប្រមាណហ្នឹងចេញទៅដូចដែលយើងធ្លាប់ដឹងហើយគឺខែការពារហ្នឹងគ្មានអ្វីអាចប្រឆាំងបានទេឥឡូវគឺឃើញថាបំបីលោកពីរហ្នឹងចេញពីទីកោលោកពីរហ្នឹងបានផ្ដាំទៅកាន់តូសរ៉ូថាថ្ងៃណាមួយហ្នឹងគាត់នឹងមកសងសឹកដែលឡៃយ៉ាមីក៏បានផ្ដាំទៅកាន់អូរ៉ាហារ៉ាផងដែរគាត់នឹងមកសងសឹកនៅពេលក្រោយហើយចំពោះអូគ្វីណារ៉ាបានមើលទៅកាន់អ៊ីជីកូឃើញថាអ៊ីជីកូកំពុងតែកើនធម្មពលមួយកម្រិតទៀតហើយចំពោះសាច់រឿងនៅថ្ងៃនេះសូមឆ្លៃត្រឹមប៉ុណ្ណឹងសិនអ្នកទាំងអស់គ្នាជួបគ្នានៅថ្ងៃស្អែកជូនពរអ្នកទាំងអស់គ្នាមានសុខភាពល្អរកស៊ីមានបានអរគុណច្រើនអ្នកទាំងអស់គ្នាបាយបាយ